បាទសូមគោរពជំរាបសួរពុទ្ធមេមគ្គជនគ្រប់រូបនៅទីនេះខ្ញុំនាំយករឿងរ៉ាវថ្មីមួយទៀតគឺរឿងនាងសទ្ធីធីតាក្នុងវេលាដែលកន្លងទៅហើយនឹងមានសទ្ធីម្នាក់នៅក្នុងក្រុងកោសំពីហើយគាត់បានអញ្ជើញទៅប្រជុំនៅព្រះបរមរាជវាំងលុះពេលដែលត្រឡប់មកវិញនឹងគាត់បានស្ដាប់ការទស្សទាយរបស់ប្រោហិតម្នាក់ដែលទាយថាកូនណាដែលកើតហើយក្នុងថ្ងៃនេះនឹងបានជាសទ្ធីធំក្នុងនគរនេះហើយគាត់ជួនពេលនោះភរិយារបស់លោកសទ្ធីនឹងមានទម្ងន់ចិត្តគ្រប់ខែលើដូច្នោះលោកសទ្ធីក៏ប្រញាប់ឲ្យគេនឹងទៅសួរព័ត៌មានមកដឹងថាតើភរិយារបស់គាត់នឹងសម្រាលកូនហើយឬនៅលុះអ្នកសួរទៅសួរក៏បានដឹងថាភរិយាគាត់នឹងអត់ទាន់សម្រាលកូនទេហើយប្រញាប់ត្រឡប់មកជម្រាបគាត់វិញនៅពេលនោះលោកសទ្ធីបានចាត់ឲ្យនាងទាសីម្នាក់ដែលមានឈ្មោះថាកាលីដើររកមើលទារកណាដែលកើតនៅក្នុងថ្ងៃនឹងហើយគាត់បញ្ជាឲ្យទិញយកក្នុងថ្ងៃនោះមានបរិសម្នាក់បានប្រទះឃើញទារកម្នាក់ដែលនាងបេសចានឹងយកទៅបោះចោលលើគំនរសម្រាមណាហើយកើតចិត្តស្រឡាញ់ដូចជាកូនអញ្ចឹងគាត់ឃើញហើយក៏យកមកផ្ទះនាងកាលីដែលកំពុងដើររកក្មេងបានជួបបរិសនោះហើយក៏សួរទិញយកក្មេងនោះដោយការព្រមព្រៀងគ្នាក្នុងតម្លៃ 1000 កហាបណៈហើយក៏ពោលយកកូននោះមកជូនលោកសទ្ធីហើយគាត់ក៏បានដាក់ឈ្មោះក្មេងនឹងថាខោសកៈកុមារដែលអនាគតនឹងក្លាយមកជាខោសកៈសទ្ធីនឹងហើយក្រោយពីទទួលបានទារកនោះហើយលោកសទ្ធីគិតថាប្រសិនបើកូនគាត់កើតមកជាស្រីគាត់ទុកទារកនេះដោយផ្សំផ្គុំគ្នាឲ្យបានជាប្តីប្រពន្ធតែប្រសិនបើជាប្រុសវិញគាត់នឹងសម្លាប់ទារកនោះចោលតែម្ដងគ្រានោះភរិយារបស់គាត់នៅពេលដែលសម្រាលកូនមកគឺជាកូនប្រុសភ្លាមនោះលោកសទ្ធីបានបញ្ជាឲ្យនាងកាលីនឹងយកទារកដែលគាត់បានទិញមកនឹងទៅសម្លាប់តែដោយសារភ័ព្វបុណ្យសំណាងរបស់ទារកនោះលោកសទ្ធីបានបរាជ័យរាល់ផែនការដែលសម្លាប់ក្មេងនោះដល់ទៅ6លើកហើយខាតបង់ទាំងទ្រព្យទាំងធនធានខ្លួនឯងយ៉ាងសន្ធឹកសន្ធាប់បូកផ្សំជាមួយនឹងជីវិតរបស់កូនប្រុសគាត់ម្នាក់ផងហើយរហូតដល់ចុងក្រោយនោះគាត់ស្លាប់ទាំងខ្លួនឯងទៅទៀតវិធីសាស្ត្រលើកទី6ចុងក្រោយដែលជាពរជ័យយ៉ាងសម្បើមសម្រាប់ខោសកៈកុមារពេលដែលខ្លួននឹងពេញវ័យទៅហើយនៅពេលនោះលោកសទ្ធីបានសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅនាយស្មៀតម្នាក់នៅឯទីជនបទដែលក្នុងសម្បត្តិនោះបានបញ្ជាឲ្យនាយស្មៀននឹងសម្លាប់ខោសកៈកុមារនៅពេលដែលខោសកៈកុមារនោះយកសម្បត្តិនឹងទៅឲ្យលុះខោសកៈកុមារនឹងចេញដំណើរទៅបានពាក់កណ្ដាលផ្លូវក៏ចូលទៅសម្រាកក្នុងផ្ទះសទ្ធីម្នាក់ដែលត្រូវជាសម្លាញ់របស់លោកសទ្ធីដែលមានចិត្តកំណាចនឹងដែរមុនពេលដែលនឹងត្រូវយកសម្បត្តិនោះទៅឲ្យនាយស្មៀននៅក្នុងផ្ទះលោកសទ្ធីជនបទនេះមាននាងធីតាម្នាក់ដែលជាកូនក្រមុំរបស់គាត់ហើយមានវ័យទៅតែ15ឬក៏16ឆ្នាំប៉ុណ្ណោះមានសម្ផស្សនឹងស្អាតបាតដែលគួរជាទីពិតពិលរមើលមើលនៃអ្នកផងទាំងពួងយ៉ាងក្រៃលែងហើយមាននាងភីលៀងម្នាក់នៅចាំបម្រើនៅថ្ងៃនេះដែរនាងធីតានោះបានប្រើនាងភីលៀងនឹងឲ្យទៅទិញរបស់របរនៅផ្សារណាមិនទាន់បានទាំងចេញពីផ្ទះផងស្រាប់តែខោសកៈកុមារនឹងចូលមកដល់ហើយភរិយារបស់លោកសទ្ធីនឹងគ្រាន់តែឃើញខោសកៈកុមារមកដល់ស្គាល់ថាជាកូនរបស់មហាសទ្ធីនៅឯទីក្រុងក៏មានការទទួលរាក់ទាក់ហើយស្រឡាញ់ខោសកៈកុមារនឹងដូចជាកូនអញ្ចឹងហើយគាត់ក៏បានតម្រូវឲ្យនាងភីលៀងនឹងរៀបចំចាត់ចែងទីកន្លែងដេកព្រមទាំងបាយទឹកនំចំណីនឹងសម្រាប់ខោសកៈកុមារនឹងនាងភីលៀងនោះបានជួយរៀបចំចាត់ចែងសពគ្រប់អស់ហើយបានដើរទៅផ្សារនៅពេលដែលត្រឡប់មកវិញនឹងនាងធីតាដែលអង្គុយនៅចាំក្នុងបន្ទប់យូរណាក៏ស្ដីបន្ទោសនាងភីលៀងនោះហើយនាងបានប្រាប់ថាអ្នកនាងម្ចាស់កុំបន្ទោសរឿងរ៉ាវដែលយូរនេះដោយសារតែបងខោសកៈនឹងគាត់អញ្ជើញមកនាងធីតានោះត្រឹមតែឮឈ្មោះថាខោសកៈសោះក្តីស្រឡាញ់នឹងបានកើតឡើងដល់ពោពេញហើយគ្របសង្កត់នាងធ្វើឲ្យព្រឺរោមព្រឺស្បែករហូតដល់ខួរក្នុងឆ្អឹងនៅពេលនោះចិត្តសាស្ត្ររបស់នាងគឺពោពេញដោយ
តូតុននិងក្តីត្រាប្រណីហើយនៅពេលដែលឪពុកម្ដាយនាងមិនបានចាប់ភ្លឹកក៏លួចចុះទៅមើលខោសកកុមារនោះហើយដែលពេលនោះខោសកកុមារនោះកំពុងតែដេកដោយសារតែហត់នឿយដោយការធ្វើដំណើរណានាងសទ្ធិធីតាដែលពោពេញដោយសោភ័ណសម្ផស្សដ៏ល្អស្អាតនេះបានក្រឡេកឃើញថ្នាក់កន្សែងមួយដែលមានសម្បត្តិមរណៈនោះនៅក្នុងនោះហើយនាងបានយកទៅអានក្នុងបន្ទប់មើលហើយក៏បានដឹងការពិតហើយនាងបានគិតថាបរោះកំសត់នេះល្ងងគួរឲ្យអាណិតណានៅមិននៅបែរជាស្ពាយសម្បត្តិដែលគេបញ្ជាឲ្យសម្លាប់ខ្លួននឹងយកទៅឲ្យគេប្រសិនបើអញមិនបានឃើញទេគាត់មុខជានឹងត្រូវស្លាប់ហើយទើបនាងហែកសម្បត្តិនោះចោលហើយបានសរសេរសម្បត្តិថ្មីដែលនៅក្នុងសម្បត្តិនេះតម្រូវឲ្យនាយស្មៀននឹងរៀបចំចាត់ចែងបណ្ណាការទៅស្ដីដណ្ដឹងនាងលុះនាងសរសេរចប់សពគ្រប់ហើយក៏បត់សម្បត្តិនេះបានល្អស្អាតហើយយកទៅដាក់ក្នុងថ្នាក់កន្សែងនោះវិញហើយមូលហេតុដែលខោសកកុមារយកសម្បត្តិដែលគេតម្រូវឲ្យសម្លាប់ខ្លួននេះពីព្រោះតែខោសកៈនឹងអត់ចេះអក្សរទេហើយលោកសទ្ធិនឹងតាមសម្លាប់រហូតកុំថាឡើយឲ្យរៀនសំបីតែឲ្យរស់ក៏គាត់មិនឲ្យរស់ដែរនៅពេលខោសកកុមារក្រោកឡើងបានជម្រាបលាគ្រួសារនាងសទ្ធិធីតានឹងហើយក៏បន្តដំណើរនឹងយកសម្បត្តិទៅឲ្យនាយស្មៀនលុះទៅដល់ហើយក៏ប្រគល់សម្បត្តិនឹងឲ្យទៅលោកនាយស្មៀនទៅនៅពេលនោះនាយស្មៀនបើកសម្បត្តិនោះអានហើយក៏បង្ហាញភាពរីករាយដោយយល់ថាលោកសទ្ធិនៅឯទីក្រុងនឹងមានការស្រឡាញ់រាប់អានភ្ជាប់សាច់ឈាមជាមួយនឹងមូលដ្ឋានរបស់ខ្លួនណាហើយក៏ប្រញាប់រៀបចំចាត់ចែងបណ្ណាការនឹងទៅចូលចែកចៅនាងសទ្ធិធីតាទៅលោកសទ្ធិនិងសទ្ធិនីដែលជាឪពុកម្ដាយរបស់នាងធីតានោះពេលដែលទទួលដំណឹងនេះហើយក៏មានចិត្តនឹងសាទរឥតឧបមាដែលលោកមហាសទ្ធិនៅឯទីក្រុងនឹងមានចិត្តភ្ជាប់ដន្លងនឹងគ្នាណាទើបគាត់បានចាត់ចែងឲ្យគេរៀបចំផ្សំគុំរៀបអាពាហ៍ពិពាហ៍ខោសកកុមារនិងនាងសទ្ធិធីតាក្នុងគ្រានោះទៅនៅពេលដែលរៀបចំធ្វើអាពាហ៍ពិពាហ៍រួចរាល់អស់ហើយនាយស្មៀនក៏បានសរសេរសម្បត្តិនឹងផ្ញើទៅជូនលោកមហាសទ្ធិនៅឯទីក្រុងហើយដំណឹងនេះបានធ្វើឲ្យលោកសទ្ធិនឹងឈឺចិត្តស្អិតថ្លើមគឺរហូតទាល់តែស្លាប់បាត់បង់ជីវិតតែម្ដងក្រោយមកព្រះមហាក្សត្រកាលនោះគឺព្រះបាទឧទែនក៏បានតែងតាំងខោសកកុមារនេះឲ្យឡើងជាមហាសទ្ធិក្នុងក្រុងកោសំពីទៅហើយខោសកកុមារដែលជាបុគ្គលអ្នកខ្វាក់អក្សរបានរួចពីសេចក្តីស្លាប់នឹងគឺព្រោះតែទឹកចិត្តសន្តោសប្រណីរបស់នាងសទ្ធិធីតានឹងឯងហើយបានឡើងជាមហាសទ្ធិមានឈ្មោះថាខោសកសទ្ធិតាំងពីពេលនោះមកបើនិយាយចំទៅនៅគ្រាមុននោះជីវិតរបស់ខោសកកុមារនឹងគឺស្ថិតនៅក្នុងកណ្ដាប់ដៃនាងសទ្ធិធីតាតែប៉ុណ្ណោះហើយនាងជួយសង្គ្រោះនឹងក៏ព្រោះតែសេចក្តីស្រឡាញ់សេចក្តីពេញចិត្តហើយសេចក្តីស្រឡាញ់នេះទៀតសោតព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាកើតឡើងដោយហេតុពីរយ៉ាងទី1នឹងគឺធ្លាប់រំរស់ជាមួយគ្នានឹងក្នុងគ្រាមុនហើយទី2ធ្លាប់ធ្វើប្រយោជន៍ដល់គ្នាក្នុងពេលបច្ចុប្បន្ននេះលោកប្រៀបធៀបដូចជាប្រលិតដែលលូតលាស់ទៅបានដោយអាស្រ័យវត្ថុពីរយ៉ាងទី1គឺទឹកទី2នឹងគឺភក់ដែលដំណើរនិទាននេះសមដូចពាក្យបុរាណខ្មែរយើងពោលថាសំណាបយោងដីស្ត្រីយោងបរោះណា